នៅពេលព្រះអាទិត្យរះទង់ជាតិប្រាសាទអង្គរវត្តនៃប្រជារាស្ត្រជាណាចក្រកម្ពុជាយើងបក់រវិចជាទីមោទនៈដែលនេះគឺជាសញ្ញាណនៃភាពធន់របស់ជាតិសាសន៍យើងជាតិខ្មែរយើងមិនខ្វះធនធាននោះទេតែយើងខ្វះវិន័យខ្មាស់ស្មារតីក្នុងការចង់កែប្រែនិងអភិវឌ្ឍខ្លួនសាកស្រមៃមើលបើសិនជាខ្មែរយើងម្នាក់អាចយកឈ្នះខ្លួនឯងបានកសិករម្នាក់មានក្តីឧស្សាហ៍ព្យាយាមដើម្បីអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពផលិតកសិផលបានល្អកងទ័ពម្នាក់ខិតខំហ្វឹកហាត់និងអភិវឌ្ឍខ្លួនឲ្យទៅជាកម្លាំងជាតិដ៏ខ្លាំងក្លាមន្ត្រីគ្រប់រូបខិតខំបំពេញកាតព្វកិច្ចបម្រើជាតិបានយ៉ាងល្អនិស្សិតបញ្ញវន្តនិងពលរដ្ឋឯទៀតគ្រប់រូបបំពេញតួនាទីក្នុងជីវិតរបស់ខ្លួនបានយ៉ាងល្អនោះជាតិសាសន៍យើងនឹងអាចរកឃើញនៅឯកភាពជាតិនឹងអាចคล้ายខ្លួនទៅជាអរិយប្រទេសជាថ្មីម្ដងទៀតនៅក្នុងតំបន់និងសកលលោកសូមឲ្យព្រលឹងជាតិខ្មែរដុកពុកពោះរបស់យើងងើបឡើងវិញតោះក្រោកទាំងអស់គ្នា